ស្វាគមន៍អ្នកក៏និយមគ្រប់គ្រងគ្រប់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងកម្ពុជាក្បាច់គុណភាគទី48ដែលជាភាពបន្តរបស់យើងដែលនេះក៏ជាភាពបញ្ចប់នៃរដូវកាលទី1ផងដែរមិនដឹងថាពេលណាទើបគេបានចេញទៀតនោះទេដូច្នេះផុតពីភាគនេះតទៅអ្នកក្លាហានគឺមិនចាំបាច់រងចាំយ៉ាងខៃទៀតនោះឡើយសាច់រឿងចាប់ផ្ដើមបន្តដោយព្រឹទ្ធាចារ្យធំខឹងមែនទែនថាយ៉ាងខៃគឺពិតជាប្រហើនដែលហ៊ានមិនស្ដាប់បញ្ជាព្រឹទ្ធាចារ្យយ៉ាងខៃតបទៅវិញហើយថាបានចឹងមែនវាយ៉ាងមិនទៅព្រមទាំងដុតបំផ្លាញចោលទៀតផងស៊ូយៀនមើលធម្មតាតែសត្វដទៃទៀតពិតជាភ្ញាក់ផ្អើលបែបនេះព្រឹទ្ធាចារ្យធំគឺនឹងដាក់ពិន័យយ៉ាងខៃជំនួសឲ្យម្ចាស់វិមានលេងសែលសាវិន័យម្នាក់ក៏បានសម្រុកចូលតែស៊ីមួយដៃរបស់យ៉ាងខៃក៏ដេកស្អាតទៅហើយក្រោយពីឃើញចឹងគេក៏ដឹងថាយ៉ាងខៃគឺពិតជារីកចម្រើនមិនតិចនោះទេពេលដែលចូលទៅក្នុងឡានបន្តវេននោះបែរជាអាចចាត់ការសះកម្រិតខ្ពស់ត្រឹមតែមួយស្នៀតគេមិនអាចបន្តខ្លាំងក្លាបែបនេះនោះទេយើងគឺត្រូវតែផ្ដាច់ផ្លូវរបស់គេរួចហើយក៏បានបញ្ចេញធម៌ពលរបស់គាត់ធ្វើការវិប្រហារសះគ្រប់គ្នាក៏ខ្លាចរអាតែពេលនោះព្រឹទ្ធាចារ្យស៊ូក៏បានចេញមកជួយវ៉ៃស៊ីថងនៅចំពោះមុខសមាជិកបកទាំងអស់តើលោកគឺពិតជាចង់ចាត់ការដោយខ្លួនឯងមែនទេវាដូចជាមិនទំនងពេកហើយក្រោយពីលឺអញ្ចឹងព្រឹទ្ធាចារ្យម្នាក់នេះខ្សឹបប្រាប់ព្រឹទ្ធាចារ្យធំពីជាចាំរាមមកពីបកដទៃទៀតនិយាយថាស៊ូយៀនទទួលបាននៅការបន្តវេននៅក្នុងឡាននោះព្រមទាំងនៅជាមួយនឹងយ៉ាងខៃទៀតក៏ប្រហែលជាល្អិតម្នាក់នេះទទួលបានអ្វីពិសេសក្នុងឡានមិនខានដើម្បីប្រយោជន៍បកពួកគេគឺត្រូវទៅស៊ើបទុកជាមុនបើមិនចឹងនោះទេម្ចាស់វិមានគឺច្បាស់ជាបន្តដល់ពួកគេរួចហើយនិយាយទៅកាន់ព្រឹទ្ធាចារ្យទី2ថាវាគឺគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះព្រឹទ្ធាចារ្យធំគ្រាន់តែចង់ផ្ដោតមេរៀនឲ្យល្អិតម្នាក់នោះបន្តិចទេព្រឹទ្ធាចារ្យទី2ដើរចេញទៅស៊ូយៀនទៅតាមយ៉ាងខៃក៏ទៅដែរព្រឹទ្ធាចារ្យធំគិតហើយសឹបអូនទី2វាមិនទាន់ចប់នៅឡើយនោះទេរួចបញ្ជាឲ្យកូនចៅតាមខ្លងមើលមានបញ្ហាអ្វីរាយការណ៍ប្រាប់គ្រប់ពេលវេលាសាច់រឿងកាត់ទៅដល់សិស្សច្បងស្រីតូចមេឃងងឹតទៅហើយឆ្ងល់ណាស់ហេតុអ្វីបានជាសិស្សប្អូនតូចមិនទាន់ត្រឡប់មកវិញទៀតតែខណៈពេលដែលសម្លឹងទៅនាងស្លុតចិត្តមែនទែនព្រោះថាយ៉ាងខៃដើរចូលទៅជាមួយនឹងស៊ូយៀនគ្រាន់តែបិទទ្វារភ្លាមអ្នកទាំងពីររត់អោបគ្នាផ្លែតស៊ូយៀនដឹងថាយ៉ាងខៃហើយនាងមកទីនេះគឺច្បាស់ជាមានរឿងសំខាន់ចង់និយាយប្រាប់ហើយស៊ូយៀនដែលពីមុនត្រជាក់លោកដូចជាទឹកកកតែឥឡូវនេះផ្អែមល្ហែមខ្លាំងណាស់យ៉ាងខៃរំលឹកទៅដល់បកទាំង3ដែលដឹងថាស៊ូយៀនគឺទទួលបាននូវការបន្តវេនព្រមទាំងមានការរីកចម្រើនយ៉ាងខ្លាំងហើយនាងក៏ជាអនាគតនៃបកនឹងព្យាយាមការពារនាងឲ្យពីលទ្ធភាពក៏ប៉ុន្តែនឹងមានមនុស្សតាមខ្លំមើលគ្រប់ទីកន្លែងស៊ូយៀនក៏បាននិយាយបើទោះបីជាក្បាច់គុណរបស់នាងរីកចម្រើនខ្លាំងតែមូលហេតុដែលមិនទាន់អាចបំបីកម្រិតព្រោះតែនាងនឹកព្រមទាំងបារម្ភយ៉ាងខៃគ្រប់ពេលវេលាបែបនេះហើយនាងគ្មានចិត្តដើម្បីវឹកហាត់នោះឡើយយ៉ាងខៃអោបនាងហើយប្រាប់ថាឲ្យនាងនៅក្នុងបកវឹកហាត់ដោយស្ងប់ចិត្តទៅគឺច្បាស់ជាគ្មានបញ្ហាអ្វីនោះទេស៊ូយៀនសួរហើយថាតើយ៉ាងខៃចង់ចាក់ចែងមែនឬក៏អត់យ៉ាងខៃក៏បានប្រាប់ក៏ព្រោះតែការវឹកហាត់របស់អ្នកទាំងពីរការសម្ងាត់ក៏នឹងត្រូវបានគេដឹងមិនយូរមិនឆាប់នោះឡើយគាត់ក៏បានបដិសេធនៅក្នុងការដំឡើងជាសិស្សពេញសិទ្ធិនៃវិមានលៀងសៀវបើសិនជាមាននរណាម្នាក់ដឹងថាគាត់ក៏ទទួលបាននូវការបន្តវេននោះដែរព្រឹទ្ធាចារ្យធំនិងព្រឹទ្ធាចារ្យដទៃទៀតច្បាស់ជាមិនដោះលែងគាត់ឡើយហើយស៊ូយៀននៅតែនិយាយប៉ុន្តែយ៉ាងខៃរំលឹកនៅពាក្យដែលនាងបានប្រាប់គាត់ថាអាណាចក្រនៃការផ្លាស់ប្ដូរឈីគួរតែអភិវឌ្ឍដោយការទទួលបានបទពិសោធន៍ច្រើនមូលហេតុនេះហើយបានជាគាត់ឆ្លៀតនៅឱកាសនេះដើម្បីផ្សងព្រេងស៊ូយៀនដកដង្ហើមធំរួចហើយក៏យល់ព្រមព្រោះថានាងក៏សង្ឃឹមថាមនុស្សដែលនាងស្រឡាញ់មាននូវការតាំងចិត្តខ្ពស់បែបនេះឥឡូវហ្នឹងយ៉ាងខៃក៏បានសម្រេចចិត្តរួចហើយនាងគឺនឹងគ្រប់គ្រងគាត់មិនថាបើទោះបីជាយ៉ាងខៃទៅដល់ទីណានោះទេនាងគឺនឹងរងចាំជារៀងរហូតអ្នកទាំងពីរក៏បានជួបសារថ្មីជាហេតុធ្វើឲ្យសិស្សច្បងស្រីតូចរបស់យើងអស់សង្ឃឹមពេលដែលបែកគ្នានៅក្នុងលអាងចិត្តរបស់យ៉ាងខៃក៏ត្រូវបានគេយកទៅបានបន្ទាប់មកយ៉ាងខៃក៏បានប្រាប់នៅរឿងនៃគាត់ចាក់ចែងនេះទៅកាន់នាងសាងនាងសួរហើយថាមិនបានជាប្រញាប់ម្លេះយ៉ាងខៃងក់ក្បាលហើយនាងក៏បានគិតទៀតបើយោងទៅតាមស្ថានភាពនៅពេលនេះការចាក់ចែងពីវិមានលៀងសែវគឺជាជំរឿដ៏ល្អបំផុតឲ្យសិស្សប្អូនតូចចាំបន្តិចរត់ចូលទៅខាងក្នុងត្រឡប់មកវិញបានយករបស់មួយអង្វែកយ៉ាងខៃបើកមើលមានថ្នាំផងអីផងបែបនេះយ៉ាងខៃនិយាយហើយបើសិនជាព្រឹទ្ធាចារ្យបានដឹងនោះច្បាស់ជាវាយគាត់ដល់ស្លាប់ហើយនាងប្រាប់ថាអត់នោះទេក៏ព្រោះថាថ្នាំទាំងនេះគឺត្រូវបានផលិតចេញពីថ្មយ៉ាងយានដែលនាងទទួលបានពីលអាងបន្តវេនវានឹងជំនួយទៅដល់ក្បាច់គុណយ៉ាងខៃពិតជារំភើបចិត្តខ្លាំងណាស់ហើយនៅសិស្សច្បងស្រីទៀតហើយយ៉ាងខៃគឺពិតជាបរិះអភ័ព្វស្មោះនាងសាងងាកមុខចេញព្រមទាំងប្រាប់ឲ្យយ៉ាងខៃទៅចុះត្រូវតែហោះហើរចេញពីភ្នំដែលបានឃុំសិស្សប្អូនរំភើបចិត្តសាជាថ្មីប្រាប់ឲ្យសិស្សច្បងស្រីតូចថែខ្លួននាងសាងសម្លឹងមើលយ៉ាងខៃចាក់ចេញដោយមិនដាច់អាឡ័យព្រឹទ្ធាចារ្យមកចេញមកថាបើសិនជានាងមិនដាច់ចិត្តនោះទេមិនបានជាមិនខាត់គេនៅទីនេះទៅនាងមិនឆ្លើយព្រឹទ្ធាចារ្យបានត្រឹមតែសើចសាច់រឿងកាត់ទៅដល់ថ្ងៃថ្មីស៊ូមូក្រោកយឺតគេប្រញាប់រត់ទៅសង្ឃឹមថាបងថ្លៃមិនទាន់ទៅផុតនៅឡើយមកដល់ហើយឃើញតែគ្នារបស់គេពីរនាក់នេះគ្នាគេនិយាយថាយ៉ាងខៃក៏ប្រហែលជាទៅតាំងពីយប់ម្លេះប្រគល់នៅសម្បត្តិមួយទុកឲ្យស៊ូមូគេនិយាយឲ្យបងថ្លៃគឺពិតជាទៅមែនតែដោយមិននិយាយពាក្យលាទៀតគ្នាគេខឹងជំនួសថាទាំងនេះគឺជាកំហុសរបស់ព្រឹទ្ធាចារ្យធំបើមិនចឹងសិស្សបងយ៉ាងខៃមិនចាក់ចេញពីវិមានលៀងសែវនោះទេស៊ូមូក៏ដឹងថាបងថ្លៃរបស់គាត់គឺមិនចង់ឲ្យអ្នកណាម្នាក់ត្រួតត្រានោះឡើយគាត់សម្រេចចិត្តឲ្យយើងគួរតែគោរពទៅតាមការសម្រេចចិត្តរបស់គាត់តោះពួកយើងជន់ដំណើរសិស្សបងទៅការទៅដល់យ៉ាងខៃដែលកំពុងតែធ្វើដំណើរក្នុងព្រៃតែម្នាក់ឯងភ្លាមនោះមានធម្មពលមួយលួចវាយប្រហារមុខរបស់គាត់ធ្លាក់ចុះទៅម្នាក់នេះផងដែរគេគឺជាស៊ីហុងឈិនគេបាននិយាយឲ្យយ៉ាងខៃយើងរងចាំឯនៅទីនេះជាយូរណាស់មកហើយព្រោះតែឯងទើបយើងត្រូវបានគេបណ្តេញចេញពីបកបញ្ជារបស់ពួកយើងត្រូវជំរះនៅថ្ងៃនេះហើយក្រោយមកក៏បានសម្រុកចូលប្រយុទ្ធចុះឡើងយ៉ាងខៃក៏ព្យាយាមគេចចេញពីក្រញាំដៃរបស់គេតែពេលនោះឆ្លៀតត្រូវមួយកែងខ្ទាតចេញស៊ីហុងឈិនគេបន្តលោតចូលមកប្រើប្រាស់នៅធម្មពលវាយប្រហារយ៉ាងខ្លាំងក្លាបែបនេះយ៉ាងខៃគឺមានតែប្រើនៅកណ្ដាប់ដៃរបស់គាត់បំផ្ទុះអណ្ដាតភ្លើងយ៉ាងឃើញធម្មពលខ្លាំងបែបនេះគេដឹងហើយថាយ៉ាងខៃទទួលបាននៃការរីកចម្រើនពីឡានបន្តវេននោះមិនតិចនោះទេយ៉ាងខៃនៅតែបន្តសម្រុកចូលទៅជាហេតុធ្វើឲ្យហុងឈិននិយាយហើយយ៉ាងខៃឯងគឺពិតជាប្រហើនបែរជាហ៊ានជន់លើក្បាលរបស់យើងម្ដងជាពីរដងនៅទីនេះគ្មាននាងសាងនោះទេឯងគឺគ្រាន់តែជាសម្រាមដែលផ្អែកទៅលើមនុស្សស្រីតែប៉ុណ្ណោះប្រើនៅធម្មពលដ៏ខ្លាំងក្លាវាយឲ្យយ៉ាងខៃស្លាប់ភ្លាមទៅតែនៅតែគ្មានបញ្ហាខណៈពេលដែលល្បឿនរបស់គេគឺពិតជារហ័ស
បង្ហាញខ្លួននៅខាងក្រោយធ្វើការវាយបន្តគណៈពេលដែលវាយចុះវាយឡើងយ៉ាងខៃក៏ត្រូវបានបាក់ឆ្អឹងគណៈពេលនឹងគេក៏បានដាក់ថែមមួយដៃទៀតឲ្យខ្ទាតចេញប្រើប្រាស់នៅលើបណ្ឌលឿនបន្ថែមវាប្រហាពេលនោះផងដែរក៏ស្រាប់តែមានសញ្ញាមួយនៅលើខ្នងដៃនៅទីនេះមាននៅការប្រែប្រួលគណៈពេលដែលគេភ្ញាក់ផ្អើលយ៉ាងខៃប្រាស់នៅស្នៀតសញ្ញាតារារបស់គាត់វាប្រហាទៅពេញមួយទំហឹងការបបែបនឹងសៀហុងឈិនគេទប់ទល់បណ្ដាស្រីបណ្ដាអាចុងរយប្រើប្រាស់នៅលោកបិចនេះម្ដងទៀតហើយមែននេះយើងគឺមកបែកដោយសាកសពរបស់ឯងមកបែកសាកសពរបស់ឯងបន្តស្រ័យបញ្ចេញនៅធម្មពលដ៏ខ្លាំងក្លារបស់គេយ៉ាងខៃហាក់បីដូចជាពិបាកដែរសៀហុងឈិនគេបន្តសោយដូចជាមនុស្សឈួតបញ្ចេញនៅកម្លាំងដ៏ខ្លាំងយ៉ាងខៃបន្តពីទៀតម្ដងទៀតហើយសួរថាក្បាច់គុណរបស់ឯងមានតែប៉ុណ្្នឹងឯមែននេះឥឡូវនេះដោះវិញយើងវិញម្ដងបញ្ចេញនៅចំហាយនេះក្រីកមួយកាលបើឃើញបែបនេះហើយសៀហុងឈិនក៏ដឹងថាយ៉ាងខៃគឺពិតជាទទួលបាននៅការបន្តវេននោះមែនវាគួរទៅជារបស់យើងនោះទេស៊ូយៀនក៏ជារបស់យើងដែរនិយាយឲ្យថាសៀហុងឈិនឯងគឺពិតជាមានភាពងុកងល់ជាមួយនឹងចំណងចង់បានព្រមទាំងព្យាយាមសម្លាប់យើងម្ដងហើយម្ដងទៀតដោយសារតែឯងមិនដឹងខុសអញ្ចឹងយើងគឺនឹងបញ្ចប់ឯងនៅថ្ងៃនេះទេចុះប្រើប្រាស់នៅកម្លាំងពេញមួយទំហឹងវាប្រហាចេញមិនដល់សៀហុងឈិនគេទប់ទល់លែងបានស្រែកឲ្យថាអត់នោះទេបន្ទាប់មកគ្រប់យ៉ាងក៏បានប្រែទៅជាស្ងប់ស្ងាត់យ៉ាងខៃនៅពេលនេះគឺត្រូវតែអរគុណទៅដល់ថ្នាំសាច់របស់ស្រីតូចទៀតហើយក្រោយមករើសមួករបស់គាត់ពាក់ឡើងញញឹមរួចបញ្ចេញនៅជំហានជើងរបស់គាត់សម្រាប់ខ្លួនយ៉ាងរហ័សក្នុងចិត្តគិតថានៅពេលដែលគាត់ជោគជ័យហើយមេដីគឺជាផ្ទះរបស់គាត់គ្មានអ្វីក្នុងពិភពលោកនេះដែលអាចខាត់គាត់ជាប់បាននោះឡើយហើយសាច់រឿងក៏ត្រូវបានបញ្ចប់តែត្រឹមនឹងជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់បាក់ដែលតែគ្រប់ត្រហើយជាស្រ័យបើសិនជាមានកំហុសខុសឆ្គងជាស្ដាយរឿងនេះបើសិនជាយើងប្រៀបធៀបទៅនឹងរឿងប្រយុទ្ធកម្មមេឃាឬក៏ពិភពធម្មពលវេទមន្តទឹកដីធម្មពលវិញ្ញាណដែលមានដើមទុនខ្ពស់ក្នុងការផលិតគឺមិនអាចប្រៀបបាននោះទេក៏ព្រោះថាវាជារឿងដែលស្ថិតនៅក្នុងកម្រិតថវិកាតែមិនថាយ៉ាងណានោះឡើយសាច់រឿងក៏ផ្ដល់នូវអត្ថន័យជ្រាលជ្រៅជាពិសេសការតស៊ូមិនព្រមបោះបង់របស់តួអង្គឯកយ៉ាងខៃដែលវាយមិនដាច់ឈ្នះគេព្រមទាំងត្រូវបានគេជិតដេញចេញពីបាក់ហើយដោយសារតែការខិតខំប្រឹងប្រែងមិនព្រមបោះបង់បដិញ្ញាចិត្តតាមវិធីដ៏ត្រឹមត្រូវយ៉ាងខៃក៏ទទួលបាននៅអ្វីដែលគាត់សមនឹងទទួលបានបច្ចុប្បន្ននេះកាលបើដូច្នេះបើសិនជាអ្នកក្លាហានយល់ថាខ្លួនឯងរាល់ថ្ងៃកំពុងតែពិបាកសូមឲ្យខិតខំប្រឹងប្រែងបន្តនៅលើផ្លូវល្អក្រោកឈរឡើងតស៊ូបើទោះបីជាមិនអស្ចារ្យដូចគេក៏អាចផ្គត់ផ្គង់ខ្លួនឯងឬក៏គ្រួសារបានជាថ្មីម្ដងទៀតអរគុណដែលតែគ្រប់ត្រអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងដរាបណាស់ភ្នំមិនផ្លាស់ប្ដូរទឹកនៅទីហូជួបគ្នានៅក្នុងពិភពគុណបាយបាយ